Emily បានធ្វើដំណើរកម្សាន្តមួយហើយបានស្នាក់នៅសន្តាគារមួយរយៈពេលមួយយប់នៅថ្ងៃបន្ទាប់ពេលនាងទៅបង់ប្រាក់និងចាកចេញពីសន្តាគារវិក័យប័ត្ររបស់នាងមានចំនួន$1350 Emily បានសួរបុគ្គលិកនៅកន្លែងទទួលភ្ញៀវភ្លាមៗថាហេតុអ្វីបានជាថ្លៃខ្លាំងម្ល៉េះបុគ្គលិកបានឆ្លើយថាលោកស្រីយើងមានសេវាអាងហាលទឹកពេញលេញអាហារពេលព្រឹកបែប buffet និងកន្លែងហាត់ប្រាណវាជាកំហុសរបស់លោកស្រីដែលមិនបានប្រើសេវាទាំងនេះEmily ស្ដាប់រួចក៏ដកប្រាក់$350ពីកាបូបហើយប្រគល់ឲ្យបុគ្គលិកនាងនិយាយថានេះគឺ$350សម្រាប់ថ្លៃបន្ទប់ខ្ញុំដក$1000សម្រាប់សេវារាត្រីដ៏អស្ចារ្យដែលខ្ញុំបានផ្ដល់ជូនអ្នកដូច្នេះចំនួនដែលនៅសល់គឺ$350បុគ្គលិកភ្ញាក់ផ្អើលយ៉ាងខ្លាំងគាត់សួរថាលោកស្រីកំពុងនិយាយអំពីអ្វីរឿងបែបនេះមិនដែលកើតឡើងទេ Emily គ្រាន់តែញញឹមហើយឆ្លើយថាខ្ញុំបានផ្ដល់សេវានោះហើយវាជាកំហុសរបស់អ្នកដែលមិនបានប្រើវាខណៈពេលពួកគេកំពុងជជែកប្រកែកគ្នាអ្នកគ្រប់គ្រងសន្តាគារបានដើរមកគាត់បានស្ដីបន្ទោសបុគ្គលិករបស់ខ្លួនហើយសុំទោស Emily ភ្លាមបន្ទាប់ពីចាកចេញពីសន្តាគារ Emily បានដើរទៅកណ្ដាលទីក្រុងហើយបានឃើញស្ត្រីម្នាក់កំពុងលក់អាវយឺតនៅតូបតាមចិញ្ចើមផ្លូវ Emily បានដើរទៅសួរថាអាវយឺតមួយនេះតម្លៃប៉ុន្មានអ្នកលក់បានញញឹមហើយឆ្លើយថាទាំងនេះសុទ្ធតែជាម៉ូដថ្មីសម្រាប់ឆ្នាំ2026តម្លៃ$20ក្នុងមួយអាវតើចង់ទិញមួយទេស្រីស្អាត Emily ក្រវីក្បាលហើយនិយាយថាអ្នកស្រីអាវរបស់អ្នកថ្លៃពេកហើយតម្លៃ$20បែបនេះគ្មាននរណាចង់ទិញទេអ្នកគួរលក់ត្រឹម$1ប៉ុណ្ណោះអ្នកលក់មានអារម្មណ៍មិនពេញចិត្តហើយនិយាយថាហេតើអ្នកមករករឿងខ្ញុំមែនទេតម្លៃដើមសម្រាប់អាវមួយគឺ$5ឯណោះ Emily សើចហើយនិយាយថាអ្នកស្រីកុំខឹងអីខ្ញុំអាចជួយអ្នកលក់អាវទាំងនេះក្នុងតម្លៃ$1ហើយអ្នកមិនខាតលុយទេតាមពិតអ្នកអាចរកប្រាក់បានច្រើនជាងមុនទៅទៀតចង់ដឹងទេថាត្រូវធ្វើដូចម្ដេចកំហឹងរបស់អ្នកលក់បានថយចុះហើយត្រូវបានជំនួសដោយការចង់ដឹងចង់ឮប្រកាសណាស់តើមានល្បិចអ្វី Emily បានពន្យល់ថាមើលចុះតម្លៃដើមរបស់អ្នកគឺ$5ហើយអ្នកលក់ក្នុងតម្លៃ$20នោះមានន័យថាអ្នកចំណេញបាន$15មែនទេប៉ុន្តែបញ្ហាគឺអតិថិជនអាចទិញតែមួយឬក៏ដើរចេញដោយមិនទិញសោះហើយអ្នកនឹងរកបានប្រាក់ចំណេញបាន$0ដូច្នេះអ្នកគួរដាក់ស្លាកមួយដែលសរសេរថាទិញអាវទី1តម្លៃ$20ទិញអាវទី2តម្លៃ$15ទិញអាវទី3តម្លៃ$10អាវទី4ត្រឹមតែ$1តើអ្នកគិតយ៉ាងម៉េច Emily សួរថាតើមានអ្នកណាទិញអាវ4ក្នុងពេលតែមួយទេអ្នកលក់ឆ្លើយថាពួកគេប្រកាសជាអាចទិញបានប៉ុន្តែតើខ្ញុំអាចរកប្រាក់ចំណេញដោយវិធីនេះបានយ៉ាងដូចម្ដេច Emily ក៏បញ្យល់បន្ថែមថាមើលចុះដើមទុនសម្រាប់អាវ4គឺ$20មែនទេប៉ុន្តែប្រសិនបើអ្នកលក់ជាកញ្ចប់អ្នកនឹងទទួលបានចំណូលសរុប$46នោះមានន័យថាអ្នករកបានប្រាក់ចំណេញ$26វាមិនប្រសើរជាងការលក់តែមួយហើយអាចរកបានត្រឹម$15ឬ Emily មិនទាន់បញ្ចប់នៅឡើយទេនាងបន្តថាហើយប្រសិនបើអ្នកចង់លក់ឲ្យបានលឿនជាងនេះទៀតអ្នកអាចទៅរកអ្នកផ្គត់ផ្គង់លក់ដុំហើយទិញសាប៊ូបោកខោអាវក្នុងតម្លៃ$3ក្នុងមួយដបដដែលនេះអាចលក់ក្នុងហាងលក់គ្រឿងទេសក្នុងតម្លៃ$5ទៅ6មនុស្សគ្រប់គ្នាត្រូវការបោកខោអាវដូច្នេះអ្នកអាចផ្ដល់សាប៊ូបោកខោអាវមួយដបដោយឥតគិតថ្លៃសម្រាប់អ្នកដែលទិញកញ្ចប់អាវ4អតិថិជនរបស់អ្នកនឹងមានអារម្មណ៍ថាពួកគេទទួលបានការផ្ដល់ជូនដ៏អស្ចារ្យនិងថែមទាំងទទួលបានកាដូឥតគិតថ្លៃមួយទៀតផងតើអ្នកមិនគិតថាអាវទាំងនេះនឹងលក់ដាច់យ៉ាងលឿនទេបន្ទាប់ពីប្រើវិធីរបស់ខ្ញុំអ្នកលក់បានទះផ្លូវខ្លួនឯងហើយនិយាយថាវ៉ាវខ្ញុំលក់របស់តាមផ្លូវអស់រយៈពេល3ឆ្នាំហើយប៉ុន្តែមិនដែលគិតឃើញល្បិចទាំងនេះសោះតើអ្នកឆ្លាតបែបនេះបានដោយរបៀបណា Emily ញញឹមហើយនិយាយថាការរកប្រាក់គឺជារឿងមួយដែលសាមញ្ញបំផុតនៅលើពិភពលោកយកគៈនៃការគ្រាន់តែបន្ថែមតម្លៃលើទំនិញហើយរងចាំឲ្យមានអ្នកទិញគឺបានកន្លងផុតទៅហើយអនាគតនៃការរកប្រាក់គឺអ្នកត្រូវប្រើគំរូអាជីវកម្មដែលត្រឹមត្រូវដរាបណាគំរូអាជីវកម្មរបស់អ្នកត្រូវបានរៀបចំយ៉ាងល្អប្រាក់ចំណូលនឹងហូរចូលដោយធម្មជាតិ